ចាថ្ងៃនេះខ្ញុំមកលេងកំសាន្តនៅខេត្តបៃលិនមកបងប្អូនដែលលេងកំសាន្តជាមួយខ្ញុំទាំងអស់គ្នាខ្ញុំលើកទី1ហើយដែលបានមកលេងកំសាន្តនៅខេត្តបៃលិនកន្លែងនេះអត់ដឹងថាគេហៅវងមូលអីទេបងប្អូនមានបងប្អូនណាដឹងអត់បើមានបងប្អូនណាដឹងជួយ comment ប្រាប់នាងខ្ញុំផងឲ្យនាងខ្ញុំបានដឹងអញ្ចឹងណាបងប្អូនមានឃើញមានព្រានេះអត់ព្រានេះឡើងខ្ពស់ជាងចុងឈើទៀតគឺទៅខ្មែរយើងខ្លាំងណាធ្វើព្រាបានខ្ពស់ជាងចុងឈើថតនេះគឺដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនអ្នកណាដែលគាត់អត់ធ្លាប់ដែលបានមកខេត្តបៃលិនក៏បានថតឲ្យគាត់បានមើលបានអីបានដឹងអញ្ចឹងទៅព្រោះបងប្អូនខ្លះក៏គាត់អត់ដែលបានមកលេងដូចខ្ញុំអញ្ចឹងឥឡូវខ្ញុំលើកទី1ហើយដែលបានមកលេងឥឡូវនេះក៏បានមកដល់កន្លែងលោកយាយយ៉ាតហើយក៏ចង់ឲ្យធូបសុំពរជ័យពីលោកយាយឥឡូវបានមកដល់ហើយក៏ឆ្លៀតទៅទិញផ្លែឈើធូបទៀនដើម្បីយកទៅថ្វាយដល់លោកយាយសូមលោកយាយឲ្យកូនចៅសុខសប្បាយទាំងទៅទាំងមកឲ្យសុខភាពល្អឲ្យរស់ស៊ីអ្វីឲ្យបានសម្រេចដោយក្តីប្រាថ្នាឥឡូវនេះក៏បានឲ្យធូបបន់ស្រន់ហើយក៏នាងខ្ញុំក៏បានយកផ្កាឈូកមកដោតកន្លែងធូបការកន្លែងគៀនលោកយាយសូមឲ្យកូនចៅសុខសប្បាយជួបតែមនុស្សល្អគិតអ្វីបានសម្រេចដោយក្តីប្រាថ្នាណាលោកយាយឥឡូវនេះក៏បានរួចរាល់ហើយក៏ឡើងទៅលើភ្នំគេហៅថាភ្នំខៀវអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅវីដេអូពេលក្រោយទៀតអរគុណច្រើនបងប្អូនជួយចិត្តនាងខ្ញុំជួយ like ជួយ share ជួយ follow page ឲ្យនាងខ្ញុំម្នាក់មួយផងណាអរគុណច្រើន